បានជំរាបសួរបងប្អូនអរគ្នាវីដេអូថ្ងៃនេះផងដែរគឺយើងមកនិយាយគ្នាតាក់ទងជាមួយនឹងបច្ចេកវិទ្យាម្ដងអញ្ចឹងតាក់ទងជាមួយនឹងបច្ចុប្បន្ននេះគឺឃើញថាតាក់ទងជាមួយនឹងក្រុមហ៊ុនទូរស័ព្ទដៃក្រុមហ៊ុនរបស់ចិនណាគឺឃើញថាវាយលុកទីផ្សារខ្លាំងមែនទែនសម្រាប់ទីផ្សារប្រទេសកម្ពុជារបស់យើងអញ្ចឹងឃើញថាវាចេញ function មកវាចេញលក្ខណៈសម្បត្តិវាមកគឺថាវ៉ាវគួរឲ្យស្ងប់ស្ងាយដែរអញ្ចឹងណាឃើញថាតាក់ទងជាមួយនឹងទូរស័ព្ទដៃមួយចំនួនដូចជាពួក Honor ពួកOppo ពួក Vivo អីចេញមកថ្មីនេះឃើញថាតម្លៃវាមិនជាថ្លៃប្រហែលទេអាចថាល្មមអាចប្រជាជនយើងទូទៅគាត់អាចទិញប្រើបានប៉ុន្តែអ្វីដែលសំខាន់គឺលក្ខណៈសម្បត្តិរបស់វាឃើញថាគឺកប់ខ្លាំងមែនតើបងប្អូនទាំងគ្នាតាក់ទងជាមួយនឹងធន់នឹងជាមួយនឹងទឹកភ្លៀងវាអាចធន់ជាមួយនឹងការធ្លាក់បែកអីចឹងណាឃើញថាខ្លាំងមែនតើដូចជាពពួក Honor អីចឹងឃើញគេបញ្ចេញ sport ពាណិជ្ជកម្មមកមានបងប្អូនយើងគាត់ធ្វើ content creator គាត់ review ទូរស័ព្ទអីឃើញថាវាគួរឲ្យគេហៅថាឲ្យមេដៃគឺល្អឃើញថាធ្លាក់គប់បោកមិនក៏អត់បែកគឺធន់មែនតើខ្ញុំមិនដឹងថាគាត់ប្រើបច្ចេកវិទ្យាអីទេឃើញថាអាចញាត់ទៅលើទូរស័ព្ទដៃតម្លៃល្មមខ្ទង់200-300ប៉ុន្តែគាត់អាចញាត់នៅបច្ចេកវិទ្យាទាំងអស់នឹងបានតាក់ទងជាមួយនឹងធន់នឹងទឹកភ្លៀងអាចចូលទឹកបានធន់ជាមួយនឹងការធ្លាក់បែកអីចឹងណាអញ្ចឹងខ្ញុំឃើញថាវាដូចជាអស្ចារ្យមែនតើវាដូចជាខ្លាំងមែនតើតាក់ទងមួយក្រុមហ៊ុនចិនទាំងអស់ហ្នឹងអញ្ចឹងណាអញ្ចឹងតាក់ទងមួយក្រុមហ៊ុនមាន Oppo Vivo អាហ្នឹងគឺស្ថិតនៅក្រោមក្រុមហ៊ុនធំមួយគឺ BBK Electronic ខ្ញុំ search មិញឃើញហើយតាក់ទងមួយ OnePlus ពីមុនក៏នៅក្រោម BBK Electronic ហ្នឹងដែរហើយ Realme ក៏នៅក្រោមហ្នឹងដែរប៉ុន្តែបច្ចុប្បន្ននេះOnePlus វាបានបែកចេញពី Oppo ហើយអញ្ចឹងណាហើយតាក់ទងជាមួយនឹង Xiaomi នេះក៏ជា brand របស់ក្រុមហ៊ុនចិនដែរអញ្ចឹងបានន័យថា brand របស់ក្រុមហ៊ុនចិនមានច្រើនមែនទែនបងប្អូនទាំងគ្នានៅលើទីផ្សារកម្ពុជារបស់យើងណាមាន Oppo Vivo OnePlus Realme Xiaomi Redmi Poco Huawei Honor ច្រើនមែនទែនក៏ប៉ុន្តែក្រុមហ៊ុនមេរបស់វាដូចជាតាក់ទងមួយ Oppo Vivo អីហ្នឹងស្ថិតនៅក្រោមក្រុមហ៊ុនម្ដាយក្រុមហ៊ុនធំណា BBK Electronic ហើយតាក់ទងជាមួយនឹង Xiaomi Redmi Poco ហ្នឹងគឺស្ថិតនៅក្រោមក្រុមហ៊ុនរបស់ Xiaomi ហើយតាក់ទងមួយPoco និង Redmi ហ្នឹងគឺស្ថិតនៅក្រោម Xiaomi អញ្ចឹងណាហើយតាក់ទងមួយ Huawei Honor ស្ថិតនៅក្រោមក្រុមហ៊ុន Huawei ធំមួយប៉ុន្តែបច្ចុប្បន្ននេះ Honor គាត់លែងស្ថិតនៅក្រោម Huawei ទៀតហើយបានតែគាត់ដាច់ចេញពី Huawei ហើយអញ្ចឹងណាអញ្ចឹងតាក់ទងជាមួយនឹងបច្ចុប្បន្ននេះគឺ brand ក្រុមហ៊ុនចិនគឺច្រើនមែនទែននៅទីផ្សារកម្ពុជារបស់យើងណាសឹងថាចូល10ហើយណែមើលតែដល់មើល Oppo Vivo Xiaomi Honor Redmi Huawei ដូចច្រើនដែរចូលចិត្ត10ប៉ុន្តែអ្វីដែលលេចធ្លោមានតែប្រមាណទេដែលថ្មីនេះឃើញថាវាលេចធ្លោមានតែទៅមួយ Honor Oppo Vivo ហើយនឹងHuawei ខ្ញុំគិតថាមាន4 model ដែលឃើញថាលេចធ្លោតាក់ទងជាមួយនឹងភាពធន់របស់វាតាក់ទងមួយអាចថាវាធន់ទឹកភ្លៀងតាក់ទងជាមួយនឹងធន់នឹងការធ្លាក់បែកគឺខ្លាំងមែនតើអញ្ចឹងឃើញថាក្រុមហ៊ុនចិនសពថ្ងៃនេះគឺប្រើបច្ចេកវិទ្យារបស់ខ្លួនរីកចម្រើនខ្លាំងមែនទែនតាក់ទងជាមួយនឹងបច្ចេកវិទ្យាលើគេហៅថា smartphone របស់ពួកគាត់ណាឃើញថាខ្លាំងមែនទែនចង់ប្រកួតជាមួយនឹងអាមេរិក Apple បើយើងគិតបច្ចុប្បន្នទៅមិនទាន់អាចធ្វើ
thơ ba đi chân đấy nè tẹt tông chỉ muốn mình đang ta con ai thơ bán được con thơ một toàn bán được con thơ bán đây còn tròn thưa như mình đang đài mình thấy tẹt tông mùi tôi sắp bỏ con trình máu vì ăn miên ở tẹt tông mùi thôn đằng tức cứ được có các lẽ bay gì xã hiện đã tức spay là mình thấy tẹt tông chỉ mùi cầm hôn Apple có con nó lụ đại thòm nè con nó cho lầm đạp cầm pù thòm nè anh đang bị chỉ cái hào tha premium nè pra có mẹ rom tha premium bị lỗi vì ấy giống là hay tại tàu mùi software vì bạn này thao vì số phim lò ấy giống này chẳng số bộ nè pra về camera với có việc thọt bởi vì camera với mình lấy thô đã copy tu sắp bỏ chân và mán thì lâu tu sắp chân lâu chân cứ tha khăng mình đến tại tông camera miền Vivo P rồi Vivo XP rồi Pro Vivo X ấy nữa Vivo XP rồi Pro hay tại tông chùm mùi nâng Xiaomi đập Prime Ultra tại tông chùm mùi nâng Huawei có camera có cọp để chẳng nè chẳng với tại tông người camera vì mình lấy thô nà thế quay đây nhom sang cái khơi lấy thô nó cứ tại tông chùm mùi software với tại tông mùiประติบัติการคือทาเวียเลาะวิลอวิสวัสดิภาพจริงเกแต่ตรงมืออ Apple ละแต่มือ iPhone นะเป็นได้ทำไมนี่คือทาแต่ตรงมือตูซับชั้นคือทาเอาไม่ได้ได้เวียvới trên máu vì mình đang thắp ra với chạy chi ấy vận tải tu sao với là cái nạ thang tung đầm lai là bị bể rối có vận tải vì nhọt nợ một nghề chởn của xóm này đãต้องcho môi nâng AI tu sắp thay này thì Vivo Y số 4 ấy tầm chính vì nhọt một nghề AI chởn này miễn đãต้องcho môi eraser đãต้องmôi dương thọt router cho background dương nào để dọn trong mắt dương ai phải ai lục vi bàn nhớ nè chẳng khơi thả một nghề nó biên miên là lơ tu sắp flexit và là tu sắp cầm pu rồi bỏ Samsung rồi bỏ ấy đại miên đầm lai rồi bón nè bàn tay viêm màu đã ai viêm màu đã ở chân thì ai thôi mà đã lơ tu sắp đại miên đầm lai cái tồn tại pi rồi là bàn trên cái thà vì khăng đấy vì ai thưa bán hay tại tông mùi trầu tực ấy câu vì ai trầu bán tay mình đang ai trầu bán cầm đất nát đây vì khơi cái thưa sport bên cam cái shop sai mất vì ai trầu tực bán nhớ này hay ai lẹ cục báo cái giọt báy vì thốn chẳng vì mơ thức vì cua tài ai thà đợt đau lần này tìm xa ban chờ đây giống nè có vận tải vì nơi tại cái hào thà iPhone trên máu vì nơi tập tu mình hay chào vào lòng chờ là iPhone anh ấy nhom lần thà vì mọi đài vận tải tại tôi mùi ปัจจุบันนี่คือทาตุสับบอกกรมหุ่นchấtคือគាត់ design មកគាត់ធ្វើមកតាក់ទងមួយតម្លៃតាក់ទងមួយផ្សេងហ្នឹងគាត់តម្រូវទៅលើសេដ្ឋកិច្ចក៏ដូចជាជីវភាពរបស់ប្រជាជនដែលគេលក់មកអញ្ចឹងណាគេថាប្រជាពលរដ្ឋយើងល្មមគាត់អាចទិញប្រើប្រាស់បានហើយវាមានភាពធន់ហើយកាមេរ៉ាវាក៏អាចទទួលយកបានអញ្ចឹងណាគាត់ថាតម្លៃ$200ហើយយើងទៅប្រៀបធៀបមួយតម្លៃរាប់ពាន់វាមិនអាចទៅរួចទេគ្រាន់ថាយើងអាចយកប្រៀបធៀបបានទេប៉ុន្តែវាគុណសម្បត្តិរបស់វាគឺវាគួរសមដែរតែតមួយទូរស័ព្ទចេញមកថ្មីនេះអញ្ចឹងណាឃើញថាវាគួរសមដែរវាអាចទទួលយកបានដែរអញ្ចឹងឃើញថាចិនដណ្ដើមទីផ្សារខ្លាំងដែរនៅតាក់ទងជាមួយនឹង smartphone សម្រាប់ប្រទេសរបស់កម្ពុជារបស់យើងគឺថាចិនវាយលុកខ្លាំងហើយតាក់ទងមួយទូរស័ព្ទសឹងថាចង់ស្មើbrand ផ្សេងដូច Samsung ឬក៏iPhone ហ្នឹងគឺថាវាឡើងអាចថាលេខ3ហើយអញ្ចឹងណាអានេះខ្ញុំមិនមានឯកសារយ៉ាងណាទេប៉ុន្តែឃើញពីជនគឺគេប្រើច្រើនដែរ
ចឹងយើងអាចថា yes វាឈរលំដាប់មួយដែរក៏ប៉ុន្តែខ្ញុំស្ដាយ brand មួយរបស់ជប៉ុន Sony ខ្ញុំស្ដាយមែនតើកាលពីមុនល្បី Sony ខ្ញុំធ្លាប់ដូចជាមានប្រើ Sony ដែរពីមុនតាក់ទងមួយ Xperia ដូចជាមិនជាចាំដែរយូរដែរផ្លេចខ្ទង់ brand ពពួកmodel Xperia អញ្ចឹងណាកាមេរ៉ាវាច្បាស់មែនតើបងប្អូនគ្នា Sony កាមេរ៉ាវាច្បាស់កាលជំនាន់ហ្នឹងមាន Sony ល្បីជាងគេក៏ប៉ុន្តែមិនដឹងថាគាត់មានបញ្ហាបានជាធ្លាក់ប្រជាប្រិយភាពលែងមានអ្នកគ្រប់គ្រងសឹងតាបាត់ឈ្មោះពីទីផ្សារទូរស័ព្ទសឹងតាបាត់ឈ្មោះមែនតើសឹងថាលែងមានអ្នកស្គាល់ហើយខ្ញុំទៅតែមើល podcast របស់ Cambo Report គាត់បាននិយាយដែរថាការ design របស់ Sony ចេញមកតាក់ទងការ design តាក់ទងជាមួយនឹងគុណសម្បត្តិផ្សេងកាមេរ៉ាអីក៏វាមិនប្លែកវាមិនupdate ទៅតាម audience ដែលគាត់ចង់បានទៅតាមមតិជនដែលគាត់ចង់បានណាបានថាគាត់នៅប្រកាន់គោលការណ៍មួយរបស់គាត់អញ្ចឹងណាអញ្ចឹងខ្ញុំឃើញថាអានេះជាគេហៅថាកាមេរ៉ាជ័យមួយសម្រាប់ការធ្វើទីផ្សាររបស់ក្រុមហ៊ុន Sony របស់ជប៉ុនប៉ុន្តែមិនដឹងថាគាត់គិតមិនដែរយើងអត់ដឹងដែរអញ្ចឹងណាប៉ុន្តែឃើញថាខ្ញុំបានមើលគេ announce ដែរនៅក្នុង channel ជាមួយខ្ញុំភ្លេចបាត់ទៅខ្ញុំបានមើលថ្ងៃមុនដែរតែតង Sony Xperia Xperia គេ1 Mark 7អញ្ចឹងឬក៏មិនខ្ញុំភ្លេចបាត់ណាMark 7ដែលមិនដឹងក្បាលមុខស្អីគេទេប៉ុន្តែឃើញថាវាអត់មានអីគួរឲ្យអស្ចារ្យវាសាមញ្ញធម្មតាដូចឃើញអីជួយ surprise ចាញ់ពួក Vivo ចេញមកគឺកប់ហ្មងឃើញថាខ្លាំងហ្មងអញ្ចឹងបានន័យថាមិនដឹងថាគាត់គិតមិនដែរតាក់ទងមួយ Sony គាត់មិនចង់ដេញទៅតាម audit ឬក៏គាត់នៅតែរក្សាជំហររបស់គាត់ចាស់ហ្នឹងអញ្ចឹងបើសិនជាគាត់នៅរក្សាជំហររបស់គាត់ចាស់ហ្នឹងទេគាត់អត់តាម audit ទេខ្ញុំគិតថា fail ហើយទៅថ្ងៃអនាគតនឹង fail របស់ Sony នឹងបាត់មុខពីប្រទេសកម្ពុជាយើងលែងមានអ្នកស្គាល់បច្ចុប្បន្ននេះអ្នកស្គាល់ Sony សិតតែអតិជនចាស់ទេដែលនៅគាត់ស្គាល់ Sony អញ្ចឹងណាប៉ុន្តែក៏សឹងថា 20% នៃប្រជាជនដែលនៅប្រើ Sony ខ្ញុំគិតថា 20% នេះខ្លាំងដូចវាយខ្ពស់ពីច្រើនទៅទូរស័ព្ទចិន Oppo Vivo Honor អញ្ចឹងមិនដឹងថាគាត់ធ្វើទីផ្សារមិនទេ Sony យើងបបាដែរហើយខ្ញុំស្រឡាញ់ Sony ពីមុនខ្ញុំធ្លាប់ប្រើដែរកាមេរ៉ាវាច្បាស់ software វាល្អលយមែនទេប៉ុន្តែបច្ចុប្បន្នចប់ហ្មងចប់លេងនិយាយឃើញគេ announce មកថ្មីនេះគឺក៏មិនអស្ចារ្យណាស់ណាហើយតាក់ទងជាមួយនឹងគេហៅធន់នឹងទឹកភ្លៀងឬក៏ធន់នឹងការធ្លាក់បែកហ្នឹងក៏មិនឃើញគេធ្វើផ្សាយឲ្យគេថាផលិតឲ្យវាធន់ណាអញ្ចឹងណាអត់ដូចរបស់ចិនណារបស់ចិនចេញមកវ៉ាវដូច Vivo ដូច Honor ម៉ែហ្មងខ្លាំងហ្មងគួរឲ្យមិនដឹងថាគេមិនដឹងថាគេប្រើបច្ចេកវិទ្យាអីបានអាចធ្វើបានហើយលក់ក្នុងតម្លៃមួយសមរម្យដែរប៉ុន្តែ Sony ចេញមកនៅតម្លៃថ្លៃហើយប៉ុន្តែគុណភាពអត់អាចទទួលយកបានអត់អាចស័ក្តិសមមួយតម្លៃអញ្ចឹងណាអូខេចេះថ្ងៃនេះយើងជជែកគ្នាប៉ុណ្ណឹងតាក់ទងជាមួយនឹងបច្ចេកវិទ្យាតាក់ទងមួយ smartphone ហើយថ្ងៃក្រោយយើងនឹងលើក topic ផ្សេងមកជជែកគ្នាទៀតអញ្ចឹងបងប្អូនទាំងគ្នាអាច comment នៅខាងក្រោមបានបងប្អូនទាំងគ្នាគិតមិនដែរតាក់ទងមួយទូរស័ព្ទដៃក្រុមហ៊ុនចិនពេលបច្ចុប្បន្នហើយនឹងទូរស័ព្ទមួយណាដែលបងប្អូនទាំងគ្នាប្រើប្រាស់សប្តាហ៍ថ្ងៃហើយគិតថាវាមិនដែរ comment មកផងហើយកុំភ្លេចចុច
subscribe នៅ channel YouTube របស់ខ្ញុំអ្នកមួយផងអូខេជួបគ្នាវីដេអូក្រោយបាយបាយ